vay cái làm bậc cách chẳng ngã chương ấy ai lôi cái pram mơn lôi cái máy và cho vào đường tập hiện luôn và lấy cứ không khổ xa bao bồn phó cứ ăn xong chất tế chẳng là khala xong một con nó cứ ăn cho cái này ăn cho tế chẳng khỏi bị can xong lôi phone chấm luôn pram mơn lôi không ai hái tao má cứ mà cách ăn lên mình tập hiện luôn cố sủa mấy cái chăm chuột mê sân hay tăng gì tha nhưng mà tăng tham mê con môi na dương chăm lòng du và khơi mê con so cho bên nó là bông tao bị đang lần này bông nơi ở tờ lê bát sạo nơi tờ lê bát sạo và cái tha chăm chuột mê sân chăm chuột mê sân cái toàn tật tua trắng á nè tha chăm mê cái màu sân vay bị đai hái cho các ba phone បើថាវាយមិនដៃកាណាមកហើយយកជើងហ្នឹងអុកបាខ្ញុំមកហឹងមួយកាឡាហើយពេលហ្នឹងខ្ញុំប្រូម៉ូតូខ្ញុំលើកដៃព្រមគាត់ឆៃគេបងព្រោះខ្ញុំពេលហ្នឹងបានទិញខយខ្ញុំឃើញសារព័ត៌មានជីមកក្រោយខ្ញុំព្រមនេះបកោខ្លួនឲ្យទៅណាតែគាត់អត់មានមកនិយាយយើងគាត់ចោះមកខ្ញុំវាយតូនតោវាយយើងខ្ញុំវាយណាយកមកខ្ញុំថាណៃចៅជីដេញខ្ញុំហ្នឹងស្រែខ្ញុំចោលហើយទាំងណាបានធ្វើប្រព្រឹត្តបទល្មើសទេហើយគាត់ផឹកស្បឹងទៀតយើងជិះតែយើងទេស្បឹងស្រាជីក្បែរគេបានប្រយោជន៍គាត់ស្បឹងស្រាគាត់ស្បឹងcho cái khá chỉ các bài khá mình cái ôn là chỉ các bài khá khăm cho mà tôi bị khăm này hay lên ai lôi pram mơn đôi khuôn mặt ខ្ញុំសុំសំណូមពរឲ្យលោកពូអាដាមនឹងជួយដល់កូនខ្ញុំរយុទ្ធធរឲ្យកូនខ្ញុំមើលកូនខ្ញុំថាគេវាយកូនខ្ញុំដូចសัตว์ដូចធាតមើលទៅដូចរន្ធត់ចិត្តមើលទៅដូចត្រីផ្សៃពេកណាបងមើលទៅកូនខ្លួនឯងគេវាយឡើងមិននឹកស្មានថាគេវាយកូនខ្លួនឯងដល់ថ្នាក់ហ្នឹងហ៎បងចុះបងស្រីបានឃើញវីដេអូពេលបងអូនប្រុសដែលជាកូនប្រកាច់អត់ខ្ញុំបានឃើញវីដេអូហ្នឹងខ្ញុំរន្ធត់ចិត្តណាស់ខ្ញុំមិនដែរលើកដៃវាយកូនខ្ញុំសំបីតែម្ដាយទេបងមិននឹកស្មានថាគេវាយកូនខ្ញុំដល់ថ្នាក់ហ្នឹងបកាច់ឡើងដូចសត្វដូចទៀតកូនខ្ញុំមិនដែរទៅខូចធ្វើបានអ្នកណាបៀតបៀនអ្នកណាទេបងអើយគ្នាចាញ់វិធាការគ្នាទៅផ្ទះហើយមូលហេតុអីបានតាមវាយគ្នាដល់ថ្នាក់ហ្នឹងហើយចោតកូនខ្ញុំថាកូនខ្ញុំចោលទៀតពេលវាយហើយគេមានប្រាប់ស្រីប្រាប់គេថាម៉េចគាត់ប្រាប់ថាគាត់កូនចៅ007គាត់និយាយក្នុងកាមេរ៉ាច្បាស់ទៀតខ្លា007កូនខ្លា007បាទខ្លាសមឲ្យនគរមកឲ្យគ្រប់ខណ្ឌអស់ជួយរកយុទ្ធធម៌ឲ្យបាទជួយរកលោកខ្លាផងលោកខ្លាហ្នឹងឥឡូវណាប្តីលោកខ្លាហ្នឹងអត់ដឹងទៅណាបងគាត់យកគាត់មកនេះឲ្យតាមច្បាប់ព្រោះគាត់វាយខ្ញុំរៀងធ្ងន់ណាបងបើថាបើតាមច្បាប់ទេលើក្រោយគាត់នៅមានអញ្ចឹងទៀតបងគាត់ដើរវាយគេពេញហ្នឹងទៀតស៊ូសមត្ថកិច្ចនេះឲ្យជួយចៅខ្ញុំផងចាមានការដៅជួយខ្ញុំផងមកនេះថ្ងៃក្រោយវាយទៅទៀតបាទចាសុំជំនុំបើតែប៉ុណ្្នឹងទេជួយចាចុះបើសិនជារឿងហ្នឹងបើគេវាយទៅកាន់លោកប្អូនខ្លាវិញតើលោកប្អូនខ្លាខាងលើទទួលយកទេលុយ50000លុយខ្មែរហ្នឹងបងជឿចិត្តថាប្អូនមិនទទួលយកទេអញ្ចឹងក្រុមគ្រួសាររបស់ជនរួមគ្នាក៏គេអត់សុខចិត្តដែរក៏គេអត់ព្រមទទួលយកនឹងលុយ50000របស់ប្អូនដែរវាយដំច្រំធាក់គេបាទខូចផ្អាប់គេទៅយុះគេឲ្យគេ50000លុយខ្មែរគេមិនទទួលទឹកពីសហថៃដើម្បីសុខភាពលោកអ្នកបងប្អូនប្រិមិត្តរឿងខ្លះបាទរបស់07គឺអត់ទាន់ចប់ទេប្រជាជនគឺប្រហែលថ្ងៃមុនគឺធ្វើការវាយទៅលើបងប្រុសគឺត្រូវសមត្ថកិច្ចធ្វើការខាត់ខ្លួនយកទៅបាត់ឥឡូវនេះលិចលឺដំណឹងថាខ្លាគឺបានសំណងមកកាន់បងប្រុសមួយចំនួនតែទឹកប្រាក់50000រៀលលុយខ្មែរទេប្រជាជនឥឡូវពួកគាត់កើតទុកមិនសុខចិត្តរឿងអីបានគាត់មកជួបខ្ញុំនៅយប់នេះឥឡូវយើងធ្វើការបាទសាកសួរទៅកាន់ពួកគាត់តិចបាទជំរាបសួរបងបាទជំរាបសួរអ៊ំបាទជំរាបសួរចាបាទអូនឥឡូវនេះកន្លែងកើតទុកមិនសុខចិត្តរឿងអីបាទឥឡូវបងប្អូននាំទាំងម្ដាយនាំទាំងយាយមកជួបបងនៅបឹងកក់នេះព្រោះអីនេះការຕົកសុខចិត្តដោយសារវាយខ្ញុំមានខ្លាំងបងវាយខ្លាំងបាទដូចជាមានលឺបងដូចជាដឹងព័ត៌មានថាខ្លា07ហ្នឹងត្រូវកម្លាំងមហាកិច្ចខកខ្លួនយកទៅហើយចាំមូលហេតុអីបងប្អូនមកជួបបងក្នុងយប់នេះមកម្ដងទៀតព្រោះអីមិនបងខ្ញុំគាត់ថាគាត់វាយខ្ញុំរៀងស្រាបងហើយពេលហ្នឹងខ្ញុំស្លាប់ញ៉ាំដឹងស្លាប់បាទហើយបានមើលវីដេអូវីដេអូអញតែប្រកាច់ស្លាប់ប្រកាច់ហ្នឹងមែនបាទអូខ្ញុំបានមើលហ្មងបាទឥឡូវមកទៀតអូនពេលហ្នឹងខ្ញុំមើលដល់ប៉ោះទៅក៏និយាយមួយគ្នាសួរទៅក៏ថាក្បាលខ្ញុំហ្នឹងមួយថ្ងៃ10000ទេយ៉ាងតិច3ថ្ងៃហ្នឹងឲ្យ50000ឲ្យ50000បាទឲ្យ50000បញ្ចប់រឿងបាទជុំហើយពេលហ្នឹងខ្ញុំបានខលទៅគ្រូសាខ្ញុំមកពួយទូរស័ព្ទខ្ញុំមកលុកថ្មដែរសាលុកថ្មហើយពេលហ្នឹងបងអូនបានព្រមទទួលអត់បានព្រមទទួលបងបាទពេលនេះយកតដាក់ពីបដិងទេណាអត់ដាក់ពីបដិងគាត់ព្រមទទួលបាទរឿងរ៉ាវទាំងអស់ហ្នឹងម្ដាយនឹងក៏ដូចជាយាយរបស់បងអត់ដឹងទេអត់បានដឹងព្រោះពេលហ្នឹងខ្ញុំបានខលទៅគាត់បាទឥឡូវបន្ទាប់ពីការផ្សព្វផ្សាយហើយក៏ម្ដាយរបស់បងអូនក៏ដូចជាយាយរបស់បងអូនបានដឹងហើយបាទឥឡូវគាត់កាត់ទុកមិនសុខចិត្តហៅបងអូនមកផ្សព្វផ្សាយមួយថាទៀតបាទគាត់ព្រមសុខចិត្តព្រោះគេវាយខ្ញុំខ្លាំងហ៎បងបាទអញ្ចឹងខ្លា07ហ្នឹងគឺអត់ជាប់ទេណាអត់ចូលអត់ជាប់ទេអញ្ចឹងក៏ក្រោយពីការសងលុយបងអូនចំនួន50000លុយខ្មែរហើយបន្តមកគឺសមត្ថកិច្ចដោះលែងវិញប្រទេសរៀងខ្លួនប្រទេសរៀងខ្លួនអូសួរៗហ្មងវាយគេឡើងបកាច់ដល់ប្រជាជនវាយឡើងបកាច់ចង្ងាជើងហើយឲ្យលុយគេ50000លុយខ្មែរបញ្ចប់រឿងប្រទេសរៀងខ្លួនប្រជាជនបាទឥឡូវគឺក្រុមគ្រួសាររបស់បងប្រុសគឺអត់សុខចិត្តទេបាទដោយសារតែការវាយដំច្រំទ្រាំងបើតាមព័ត៌មានដែលទទួលបានឮពីបងប្រុសគឺបាទគឺវាយគ្នាបាទសាហាវខូខ្លាំងមែនតើបាទយើងដឹងថាគាត់នឹងជាខ្លាពិតឬក៏ជាខ្លាជ័រឬគឺជាខ្លាក្តាស់ទេហើយក៏បានបងលុយទៅខាងបងប្រុសគឺ50000ហើយម្ដាយរបស់បងប្រុសក៏ដឹងលោកយាយរបស់បងប្រុសក៏ដឹងដែរបាទដោយសារតែគ្នាងើពីសន្លប់មកគេយកទៅប៉ុស្តិ៍ដើម្បីសម្រាប់សរុបគ្នាហើយពេលហ្នឹងទូរស័ព្ទអស់ស្មោទៀតអត់បានតាក់ទងទៅអ្នកផ្ទះទេហើយឥឡូវនេះអ្នកផ្ទះគាត់ថាគាត់អត់ព្រមទេបាទវាយកូនគាត់ពីម្ដងវាយដំច្រំធាក់បាទដោយសត្វធានអញ្ចឹងឲ្យលុយ50000ដើម្បីបញ្ចប់រឿងអានេះដោះស្រាយក្រៅប្រព័ន្ធបែបណាទេប្រជាជនបាទលក្ខណៈវាយគេសន្លប់ឲ្យប្រកាច់ប្រកិនបែកក្បាលប្រហែលគ្នាឲ្យលុយ50000លុយខ្មែរចុះបើសិនជារឿងហ្នឹងបាទគេវាយទៅកាន់លោកប្អូនខ្លាវិញតើលោកប្អូនខ្លាខាងលើទទួលយកទេលុយ50000លុយខ្មែរហ្នឹងបងជឿចិត្តថាប្អូនមិនទទួលយកទេបាទអញ្ចឹងក្រុមគ្រួសាររបស់ជនរួមគ្នាក៏គេអត់សុខចិត្តដែរក៏គេអត់ព្រមទទួលយកនឹងលុយ50000របស់ប្អូនដែរបាទវាយដំច្រំធាក់គេបាទខូចផ្អាប់គេទៅយុះគេឲ្យគេ50000លុយខ្មែរគេមិនទទួលប្រជាជនបាទឥឡូវបងស្រីមានអីបន្ថែមទៀតទេបងខ្ញុំសុំសំណូមពរឲ្យលោកពូអាដាមនឹងជួយ
ដល់កូនខ្ញុំរយុទ្ធធរឲ្យកូនខ្ញុំមើលកូនខ្ញុំថាគេវាយកូនខ្ញុំដូចសัตว์ដូចធាតមើលទៅដូចរន្ធត់ចិត្តមើលទៅដូចត្រីផ្សៃពេកណាបងមកនិយាយថាមើលតកូនខ្លួនឯងគេវាយឡើងមិននឹកស្មានថាគេវាយកូនខ្លួនឯងដល់ថ្នាក់ហ្នឹងហ៎បងចុះបងស្រីបានឃើញវីដេអូពេលបងអូនប្រុសដែលជាកូនប្រកាច់អត់ខ្ញុំបានឃើញវីដេអូហ្នឹងខ្ញុំរន្ធត់ចិត្តណាស់ខ្ញុំមិនដែរលើកដៃវាយកូនខ្ញុំសំបីតែម្ដាយទេបងមិននឹកស្មានថាគេវាយកូនខ្ញុំដល់ថ្នាក់ហ្នឹងប្រកាច់ឡើងដូចសัตว์ដូចធាតកូនខ្ញុំមិនដែរទៅខូចកើធ្វើបាបអ្នកណាបៀតបៀនអ្នកណាទេបងអើយគ្នាចាញ់វិធាការគ្នាទៅផ្ទះហើយមូលហេតុអីបានតាមវាយគ្នាដល់ថ្នាក់ហ្នឹងហើយចោទកូនខ្ញុំថាកូនខ្ញុំចោលទៀតបាទអូចោលចោលបងពេលហ្នឹងគេដេញបងអូនមកហ្នឹងគឺមានរឿងអីគាត់ថាខ្ញុំជីគីគាត់បងតែខ្ញុំបានជីគីបាទយើងជីតែយើងទេហើយលេចលឺដំណឹងថាគេធ្លាប់វាយណា2ដងទេវាយខ្ញុំម្ដាយឲ្យជន់ក្បាលខ្ញុំវាយម្ដាយឲ្យជន់ក្បាលតែវាយតែម្ដងទេវាយម្ដងទេណាបាទចុះតបព័ត៌មានលេចលឺថាគេធ្លាប់វាយណាចំនួន2ដងអត់ការពិតទេណាវាយ2ដងហ្នឹងវាយ2ដងវាយ2ដៃបង2ដងថាវាយម្ដាយអូអញ្ចឹងគាត់ថាវាយ2ដៃទេបងទៅនិយាយថា2ដងវិញណាតែតែពិតវាយ2ដៃទេហើយយើងអាចនឹងថាវាយ2ដងអូវាយ2ដៃហើយជន់ក្បាលបងអូនទៀតអត់ទេបើថាវាយម្ដាយកាលណាមកហើយយកជើងហ្នឹងអុកបាទខ្ញុំមកហឹងមួយកាឡាហើយពេលហ្នឹងខ្ញុំប្រូម៉ូតូខ្ញុំលើកដៃព្រមគាត់ឆៃបងព្រោះខ្ញុំពេលហ្នឹងបានទិញខយខ្ញុំឃើញសារព័ត៌មានជីមកក្រោយខ្ញុំព្រមនេះបកគោខ្លួនឲ្យទៅណាតែគាត់អត់មានមកនិយាយយើងគាត់ចោះមកខ្ញុំវាយស្ទមតោវាយយើងវាយណាយកមកខ្ញុំលើកដៃថាណៃចោលជីដេញខ្ញុំហ្នឹងស្រែខ្ញុំចោលហើយទាំងណាបានធ្វើប្រព្រឹត្តបទល្មើសទេហើយគាត់ផឹកស្វឹងទៀតអូយើងជីតែយើងទេស្វឹងស្រាជីក្បែរគេបានប្រយោជន៍បាទគាត់ស្វឹងស្រាគាត់ស្វឹងចុះគេខ្លាជីក្បែរខ្លាមិនកាអូនថាជីក្បែរខ្លាខំចុះបន្ទាប់ពីខំម្ដាយហើយលេងឲ្យលុយ 50000 ដូចខ្លួនបាត់បាទហ្នឹងចាំមានតាពីបណ្ដឹងបន្តនៅតណ្ដានអត់តណ្ដានចុះពេលភ្លាមតាពីបណ្ដឹងគេមានធម្មជាតិដាក់ពេលហ្នឹងគេថាចាំជួបគេថាចាំជួបមេសិនហើយតាំងចង់និយាយថាខ្ញុំអត់ដឹងថាមេគាត់មួយណាយើងចាំឡើងយូរអត់ឃើញមេគាត់សោះអត់ចុះពេលហ្នឹងបងតាពីបណ្ដឹងនៅណាបងនៅទលេបាសាក់បងនៅកាត់ទលេបាសាក់គេថាចាំជួបមេសិនចាចាំជួបមេសិនគេអត់តន់ទទួលអញ្ចឹងណាថាចាំមេគេមកសិនបាទប្រិមជនបាទផឹកស្រាស្រវឹងអាងខ្លួនជាខ្លាហើយក៏បានបងអូនប្រុសខាងលើជិះម៉ូតូបាទវ៉ានតិចសោះបាទសាខាគេហ្នឹងក៏ឆាបខាគេច្រែហើយក៏បានដេញទៅកាន់បងអូនប្រុសខាងលើស្រែកបងអូនប្រុសចោលបាទចោលកន្លែងណាបាត់ល្មើសកន្លែងណាហើយទៅថាគេចោលទៅវាយដំចំធាក់គ្នាហើយពេលវាយហើយគេមានស្រែកប្រាប់គេថាម៉េចគាត់ប្រាប់ថាគាត់កូនចៅ007គាត់និយាយក្នុងកាមេរ៉ាច្បាស់ទៀតខ្លា07កូនខ្លា07បាទហើយចុះឥឡូវនេះបងអូនមានអីស្នើសុំដល់កម្លាំងសមត្ថកិច្ចបន្ថែមទេលើបញ្ហាកូនខ្លាខាងលើដែលបានប្រើប្រាស់អំពើហិង្សាទៅលើបងអូនចោតប្រកាន់បងអូនបដិញបងអូនថាបងអូនជាជនសង្ស័យថាជាចោលទេនេះស្នើសុំឲ្យនគរបាលឲ្យគ្រប់ខណ្ឌអស់ជួយរកយុទ្ធធម៌ឲ្យបងបាទជួយរកលោកខ្លាផងលោកខ្លាហ្នឹងឥឡូវតាណាបដិលោកខ្លាហ្នឹងអត់ដឹងទៅណាទេបងគ្រាន់យកគាត់មកនេះឲ្យតាមច្បាប់ព្រោះគាត់វាយខ្ញុំមានធនណាបងបើថាបើតាមច្បាប់ទេលើក្រោយគាត់នៅមានអញ្ចឹងទៀតបងគាត់ដើរវាយគេពេញហ្នឹងទៀតបាទព្រោះគាត់ផឹកស្រាគាត់ឃើញតែគេជីកាត់តិចតួចគាត់ដេញវាយគេឡើងពេញហ្នឹងណាឃើញគេស្ទាវអត់បានហ្មងតែនេះខ្ញុំមិនបានជីកាត់ទេគេអ្នកផ្សេងតែគាត់មកវាយខ្ញុំតែខ្ញុំជីតាមក្រោយទេអ្នកផ្សេងជីទៅឆ្កែបាត់ហើយជីទៅបាត់ហើយយើងជីធម្មតាទេឥឡូវគាត់មួម៉ៅមួយអ្នកផ្សេងបងហើយគាត់មកចាំហឹងមួយយើងបាទសួងសមត្ថកិច្ចឲ្យជួយចៅខ្ញុំផងចាមានការក្តៅជួយខ្ញុំផងមកនេះថ្ងៃក្រោយវាយទៅទៀតបាទចាសុំឆ្លំបើតែប៉ុណ្្នឹងទេជួយចាអាងតាំងខ្លួនថាជាបាទកូនខ្លារបស់07ផងដែរជនគាត់ឈ្មោះរតនវិសិទ្ធរតនវិសិទ្ធបាទហៅក្រៅហៅសាលរតនវិសិទ្ធហៅក្រៅឈ្មោះសាលឥឡូវនេះគឺរតនវិសិទ្ធបាទហៅសាលហ្នឹងគឺអត់ដឹងតាណាទេអញ្ចឹងមាននៅកម្លាំងកិច្ចទេដែលគាត់ស្វែងរកនៅលោកសាលយកមកផ្ដំទីតក៏ដូចជាមកដោះស្រាយតាមច្បាប់ផងដែរប្រជាជនអរគុណណាស់ប្រិមត្តដែលខំចំណាយពេលតាមដានទស្សនានេះគ្រាន់តែជាព័ត៌មានបឋមដែលខ្ញុំបានពីក្រុមគ្រួសាររបស់បងប្រុសតែប៉ុណ្ណោះ